បាទសូមជម្រាបសួរទាំងអស់គ្នាខ្ញុំឈ្មោះ Diana Figueroa ខ្ញុំជាអ្នកគ្រប់គ្រងកម្មវិធី Family Child Care Capital Grant Program កម្មវិធីមួយនេះគឺបញ្ជូនដោយMassachusetts Development ហើយទទួលមូលនិធិតាមរយៈ Massachusetts Development of Early Childhood Education and Care សូមអរគុណដែលបានចូលរួមក្នុងសិក្ខាសាលាមួយនេះតាមអនឡាញហើយអរគុណសម្រាប់ការអត្ថមុតរបស់អ្នកចំពោះយើងខ្ញុំដោយសារតែយើងទទួលអ្នកដាក់ពាក្យជាច្រើននៅក្នុងវគ្គទី1សូមដឹងថាកម្មវិធីនេះកំណត់ទៅលើចំនួនលុយដែលអាចនឹងជូនដល់អ្នកដាក់ពាក្យហើយគ្រប់គ្នាដែលទទួលប្រាក់ឧបត្ថម្ភចឹងនៅក្នុងគោលបំណងនេះនៃបទបង្ហាញទីនេះគឺយើងនិយាយពីកត្តាដែលនាំយើងនៅក្នុងការសម្រេចចិត្តក្នុងការផ្ដល់ប្រាក់ហើយយើងសង្ឃឹមថាអ្នកផ្ដល់សេវាគេអាចនឹងដាក់ពាក្យដែលមានការប្រជួតប្រជែងនៅក្នុងវគ្គទី2យើងនឹងនិយាយអំពីរបៀបដែលអាចនឹងពង្រឹងការដាក់ពាក្យរបស់អ្នកឲ្យវាស្របទៅតាមទីការទីមទារបស់យើងខ្ញុំនិងការកត្តាក្នុងដាក់ពាក្យអញ្ចឹងដោយសារតែបានដាក់គ្រូពាក្យនៅក្នុងខែ9កាលពីឆ្នាំមុនយើងសូមនិយាយអំពីគោលបំណងនៃកម្មវិធីមួយនេះគឺដើម្បីកូនដល់អ្នកថែទាំកុមារតាមផ្ទះហើយរៀបចំទីកន្លែងមួយដែលល្អហើយអាចនឹងពង្រីកដល់សក្តានុពលនិងសមត្ថភាពរបស់កម្មវិធីអញ្ចឹងយើងក៏ចង់ពង្រីកដល់ license របស់អ្នកផងដែរហើយនឹងគុណភាពក្នុងការថែទាំដល់អ្នកផ្ដល់ឲ្យកុមារចឹងអាចនឹងរួមបញ្ចូលទាំងអស់នេះនៅក្នុងពាក្យរបស់អ្នកអ្នកអាចមានឱកាសច្រើនជាងក្នុងទទួលប្រាក់ឧបត្ថម្ភអ្នកដាក់ពាក្យជាច្រើនមិនបានទទួលការអនុញ្ញាតនៅក្នុងវគ្គទី1ដោយសារតែគេបង្ហាញពីការចំណាយដែលមិនមានលក្ខណៈគ្រប់គ្រាន់អញ្ចឹងបើសិនបានដាក់ពាក្យនៅក្នុងវគ្គទី1សម្ភារៈនិងគ្រឿងបរិក្ខារត្រូវគ្រប់គ្រងដល់ការដំណើរការរបស់កន្លែងរបស់អ្នកនៅក្នុងឲ្យប្រើបានក្នុងរយៈពេល3ឆ្នាំហើយកន្លែងហ្នឹងត្រូវជាប់នៅកន្លែងរបស់អ្នកមានន័យថាគ្រឿងសហរឹមដែលអាចនឹងរើចេញមិនអាចទទួលប្រាក់ឧបត្ថម្ភគ្រឿងបរិក្ខារទាំងអស់នេះគឺជាវត្ថុដែលមិនអាចនឹងទទួលប្រាក់ឧបត្ថម្ភទេយើងបានទទួលស្នើសុំសម្រាប់ផ្ដល់មូលនិធិសម្រាប់តុខោអីរបស់លេងគ្រឿងបរិក្ខារផ្សេងហើយគ្រឿងអេឡិចត្រូនិកប៉ុន្តែទាំងអស់នេះមិនអាចនឹងទទួលប្រាក់ឧបត្ថម្ភទេនៅក្នុងវគ្គទី1ក្នុងការស្នើសុំយើងបានទទួលនិយាយអំពីការអភិវឌ្ឍទៅលើគ្រឿងបរិក្ខារនៅកន្លែងរបស់អ្នកដូចជាកន្លែងខាងក្រៅដូចជាចាក់ស៊ីម៉ង់ឬសាងសង់ patio ជាដើមយើងបានលើកទឹកចិត្តអ្នកដាក់ពាក្យសម្រាប់គ្រឿងបរិក្ខារដែលមានការសន្សំសំចៃទៅលើធម្មពលដែលវាប្រើប្រាស់ហើយគ្រឿងបរិក្ខារ HVAC ត្រូវជាប់នៅទីកន្លែងហ្នឹងដូចជាបានឃើញនៅក្នុងរូបភាពនេះជាឧទាហរណ៍នៃកន្លែងដែលអាចនឹងមានសិទ្ធិទទួលប្រាក់ឧបត្ថម្ភក្រោមកម្រិតទី2ដែលបង្ហាញអំពីការរីកចម្រើននិង upgrade ផ្សេងដែលអាចនឹងទទួលប្រាក់ឧបត្ថម្ភយើងត្រូវរៀបរាប់និងពណ៌នាអំពីការរីកចម្រើននៃគ្រឿងបរិក្ខារហើយរបៀបដែលវាប៉ះពាល់ទៅលើការថែទាំកុមារសូមបញ្ជាក់ថាការធ្វើឲ្យបន្ទប់ទឹកមានភាពសុខភាពមិនមែនជាអ្វីដែលអាចនឹងទទួលប្រាក់ឧបត្ថម្ភនេះជា4ចំណុចនៃឬ4ផ្នែកនៃពាក្យដែលអាចនឹងទទួលប្រាក់ឧបត្ថម្ភទី1គឺសូមប្រាប់ពីមុខចំនួនក្នុងថែទាំកុមារឬទីកន្លែងនៅថែទាំកុមារហើយទី2ហេតុអ្វីដែលវាអាចនឹងជួយដល់សហគមន៍
នេះជាកន្លែងមួយដែលយើងអាចនិយាយថាហេតុអ្វីការស្នើសុំរបស់អ្នកគួរតែទទួលការឧបត្ថម្ភហើយមានសារៈសំខាន់ទី2សូមប្រាប់អំពីតម្រូវការដែលបញ្ហាដែលអ្នកលើកឡើងហើយអ្វីដែលអ្នកធ្វើដើម្បីដោះស្រាយបញ្ហានឹងហើយរបៀបដែលក្រុងបរិខាទាំងអស់នឹងវាជួយដល់កុមារអ្នកដែលជាច្រើនមិនផ្ដល់មូលហេតុសមស្របដែលបង្ហាញថាកន្លែងនឹងត្រូវទទួលក្រុងបរិខានឹងហើយយើងអាចបានអនុញ្ញាតទៅលើការស្នើសុំរបស់ពួកគាត់ទី3និយាយអំពីគោលការណ៍ធំនិងគោលដៅលម្អិតដែលលោកអ្នកសង្ឃឹមថានឹងសម្រេចតាមរយៈទទួលប្រាក់ឧបត្ថម្ភនេះសូមបន្ថែមថាអ្នកដែលលោកអ្នកជួលមកដើម្បីធ្វើការងារនេះគួរតែមានសមត្ថភាពគ្រប់គ្រាន់និងបទពិសោធន៍គ្រប់គ្រាន់ខ្ញុំសូមនិយាយអំពីគោលដៅដែល SMART ហើយនេះជាឧបករណ៍មួយដែលអាចនឹងរៀបប្រើប្រាស់ដើម្បីឲ្យអ្នកទទួលជោគជ័យក្នុងការដាក់ពាក្យ SMART Goal គឺរៀបចំគន្លងដែលមានជោគជ័យដែលធ្វើឲ្យគំនិតរបស់អ្នកក្លាយជាគោលបំណងច្បាស់លាស់និងមានសារៈសំខាន់ដើម្បីដាក់ពាក្យដែលមានការប្រកួតប្រជែងចាប់ផ្ដើមជាមួយនឹងនិយាយជាក់លាក់ជាសូមឲ្យនិយមន័យនិងនិយាយលម្អិតអំពីគោលដៅរបស់អ្នកហើយវាដោះស្រាយបញ្ហាអ្វីខ្លះគោលដៅរបស់អ្នកអាចនឹងវាស់វែងបានដែលអ្នកអាចនឹងតាមដានការវិវត្តនៃគម្រោងនឹងហើយពេលដែលអ្នកទទួលជោគជ័យសូមនិយាយសូមជាក់ថាគោលដៅរបស់អ្នកអាចនឹងទៅរួចវាអាចនឹងសម្រេចបានហើយគោលដៅនៅក្នុងគម្រោងរបស់អ្នកគួរតែពាក់ព័ន្ធនឹងការថែរក្សាកុមារនិងសម្រេចទៅតាមនិមិត្តរបស់ទីកន្លែងរបស់អ្នកហើយគួរតែមានពេលវេលាជាក់លាក់ FCCG Grant ត្រូវឲ្យគម្រោងរបស់អ្នកសម្រេចការងារនេះក្នុងរយៈពេល9ខែនេះជាអ្នកដាក់ពាក្យដែលអាចនឹងទទួលអឺប្រាក់ឧបត្ថម្ភដោយគាត់ប្រើ Smart Goal វាជួយដល់គុណភាពនៃការថែរក្សាកុមារនៅក្នុងនឹងហើយអ្នកដាក់ពាក្យគាត់បង្ហាញអំពីគោលបំណងច្បាស់លាស់ហើយនឹងនិយាយពីប្រវត្តិផងដែរការដាក់បញ្ជូនការបញ្ជាក់ពីការចំណាយច្បាស់លាស់អញ្ចឹងពាក្យច្រើនដែលបានដាក់ត្រូវបដិសេធដោយសារតែមិនបញ្ជាក់ពីការចំណាយច្បាស់លាស់ឬប្រើប្រាស់ការស្នើសុំរបស់អ្នកធ្វើកន្លែងដែលបានផុតកំណត់បាទអានេះជាការបញ្ជាក់ពីការចំណាយដែលយើងអាចទទួលយកបានសូមបញ្ជាក់រាយបញ្ជីអំពីការចំណាយនានាពីព្រោះយើងនឹងឲ្យអត្ថភាពទៅលើអ្នកដែលដាក់បញ្ជាក់ទាំងអស់ហ្នឹងចឹងអ្នកដាក់ពាក្យមួយចំនួនបានរៀបរាប់ប៉ុន្តែការចំណាយគឺហួសពី25,000ប៉ុន្តែដោយសារតែគាត់អត់បញ្ជាក់ថាលុយផ្សេងទៀតគាត់នឹងទទួលពីកន្លែងណាវាធ្វើឲ្យយើងមានការសង្ស័យថាគាត់អាចនឹងមិនអាចទទួលលុយពីកន្លែងផ្សេងទៀតជាងគោលបំណងនៃការដាក់ពាក្យគឺត្រូវបង្ហាញថាអ្នកអាចនឹងសម្រេចគម្រោងរបស់អ្នកបើសិននឹងទទួលប្រាក់ឧបត្ថម្ភនោះបាទអញ្ចឹងការដាក់ពាក្យមួយចំនួនដែលល្អបានលុបចោលដោយសារតែគេប្រើប្រាស់អ្នក
ធ្វើកន្លែងដែលគ្មានសមត្ថភាពគ្រប់គ្រាន់ត្រូវបញ្ជាក់ពីអាជ្ញាប័ណ្ណដែលតាមអនឡាញរបស់ពួកគាត់ហើយអាចនឹងមើលតំណភ្ជាប់នៅក្នុង slide នេះដែលយើងនឹងផ្ញើជា email ទៅកាន់លោកអ្នកផងដែរសូមដឹងថាអ្នកជាងសំណងគាត់មិនអាចជាសាច់ញាតិរបស់អ្នកទេដោយបានបញ្ជាក់នៅក្នុង email គឺអ្នកដែលទទួលប្រាក់ឧបត្ថម្ភតាមរយៈវគ្គទី1និងការនឹងប្រាប់នៅដើមខែក្តៅហើយនឹងអាចនឹងបញ្ជាក់តាមអនឡាញបើសិនមានសំណួរអាចនឹងទូរស័ព្ទទៅ help desk 1-833-620-24សូមអរគុណដែលបានចូលរួមហើយសូមសុខសប្បាយទាំងអស់គ្នា